សួស្តីក៏ដូចជាការស្វាគមន៍សាជាថ្មីជាមួយនឹងការជួបជាមួយមេរៀនថ្មីរបស់យើងបន្តទៅទៀតដែលនៅក្នុងមេរៀននេះគឺមានចំណងជើងថា Practicing English in the mirror អូខេ practicing មានន័យថាការអនុវត្តយើងមិនមែនប្រែថាកំពុងទេត្រង់នេះគឺយើងប្រែថាការអនុវត្តនិយាយភាសាអង់គ្លេសក្នុងកញ្ចក់អូខេ mirror ប្រែថាកញ្ចក់អូខេឥឡូវយើងអានអត្ថបទជាមុនសិន I stand in front of the mirror and practice speaking English. I say sentences like hello, how are you? Or today is a sunny day. It helps me see my expression and improve my confidence. Okay, ឥឡូវយើងរៀនពាក្យនីមួយៗជាមុនសិន stand ជាកិរិយាសព្ទប្រែថាឈរ in front of អានឹងគឺជា phrasal គឺជា clear យើងប្រែថានៅពីមុខ in front of នៅពីមុខ mirror កញ្ចក់ practice អនុវត្ត speaking ការនិយាយ English អូខេយើងរៀនយូរហើយពាក្យ English គឺប្រែថាភាសាអង់ say និយាយ like អូខេ like ត្រង់នេះមិនមែនយើងប្រែថាចូលចិត្តទេគឺប្រែថាដូចជា hello សួស្តី how are you តើអ្នកសុខសប្បាយទេ or នេះឬក៏ today ថ្ងៃនេះ sunny ដែលមានពន្លឺព្រះអាទិត្យ sunny day ថ្ងៃដែលមានពន្លឺព្រះអាទិត្យល្អ help ជួយ see ឲ្យមើលឃើញ expression ការបញ្ជាក់ improve បង្កើន confidence ទំនុកចិត្តអូខេបន្ទាប់ពីយើងរៀនពាក្យនីមួយៗរួចហើយយើងចាប់ផ្ដើមធ្វើការបកប្រែនៅអត្ថបទទាំងអស់គ្នាអូខេយើងប្រែចំណងជើងសិន Practicing English in the mirror ការអនុវត្តនិយាយភាសាអង់គ្លេសនៅក្នុងកញ្ចក់ឬក៏ទល់មុខកញ្ចក់ I stand in front of the mirror ខ្ញុំឈរនៅពីមុខកញ្ចក់ and practice speaking English ហើយអនុវត្តនិយាយភាសាអង់គ្លេស I say sentences ខ្ញុំនិយាយប្រយោគទាំងឡាយអូខេ sentences ជាពហុវចនៈរបស់ពាក្យថា sentence ខ្ញុំនិយាយប្រយោគទាំងឡាយ like ដូចជា hello ពាក្យថាសួស្តី how are you ពាក្យថាតើអ្នកសុខសប្បាយទេ or ឬក៏ today is a sunny day ដូចជាប្រយោគថាថ្ងៃនេះគឺជាថ្ងៃដែលមានពន្លឺព្រះអាទិត្យល្អ It helps me វាជួយឲ្យខ្ញុំ see my expressions មើលឃើញនៅការជាក់ច្បាស់របស់ខ្ញុំ and improve my confidence ហើយនឹងបង្កើននៅទំនុកចិត្តរបស់ខ្ញុំ